បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវីដេអូនេះបាទជួបខ្ញុំសាជាថ្មីទៀតហើយអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំអង្គុយបាទចាកថាដើម្បីញុកចូលទៅក្នុងឡតខ្សែដៃដែលខ្ញុំបានបង្ហាញកាលពីវីដេអូមុនហើយកថានេះផងដែរគឺខ្ញុំបានចានៅសងខាងកថាដោយតែចុងវីដេអូដែលខ្ញុំបានបង្ហាញបន្តិចទៀតនេះហើយក៏សូមបញ្ជាក់ថាខ្ញុំបាទពុំមែនជាគ្រូមន្តអាគមមកវិញទេខ្ញុំបាទគ្រាន់តែជាអ្នកធ្វើអង្កាំហើយនឹងគ្រាន់តែចេះចាំនៅមន្តគិថាខ្លះៗអំពីចាស់ក៏ដូចជាតារបស់ខ្ញុំពូរបស់ខ្ញុំនិងលោកពូមីងដែលគាត់ធ្លាប់ធ្វើជាទាហាននោះផងដែរហើយរាល់ពុកម៉ែបងប្អូនជាវមិនថាខ្សែដៃឬក៏ខ្សែកអង្កាំអ្វីនោះទេគឺខ្ញុំតែងតែដាក់នៅកថាបាលីចូលក្នុងនោះជានិច្ចគឺក្នុងន័យដើម្បីជួយការពារពុកម៉ែបងប្អូនអំពីគ្រោះចង្រៃផ្សេងហើយការពីវីដេអូមុនខ្ញុំបាននិយាយថានឹងប្រាប់នៅមុនគេថាការពីក្របដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបាទនឹងប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងនៅគេថាការពីក្របមួយមេផងដែរអញ្ចឹងមុននឹងនិយាយដល់គេថានោះខ្ញុំបាទក៏សូមនិយាយអំពីដំណើរដើមតោងដែលខ្ញុំបាទបានចេះនៅមុនគេថានេះផងដែរក្នុងអញ្ចឹងក្នុងអំឡុងកាលពីសង្គ្រាមរវាងខ្មែរនិងសៀមដែលផ្ទុះលើកទី2ខ្លាំងនេះដោយសារតែផ្ទះរបស់ខ្ញុំក៏ដូចជាភូមិរបស់ខ្ញុំគឺនៅជាប់នឹងជីដែនសៀមតែម្ដងដោយផ្ទះរបស់ខ្ញុំមានចម្ងាយត្រឹមតែ300ម៉ែត្រពីព្រំដែនតែប៉ុណ្ណោះដោយណាមួយយើងអាចមើលឃើញគ្នាទៅវិញទៅមកផងដែរហើយខាងស្រុកខ្ញុំនេះគឺពុំមានទស្សនវិជ្ជាអ្វីទេប៉ុន្តែដោយការភ័យការខ្លាចព្រួយបារម្ភនិងមិនទុកចិត្តចំពោះចៅសៀមនោះបាទអញ្ចឹងអ្នកភូមិទាំងអស់ក៏សម្រេចចិត្តជំលះភៀសខ្លួនចេញពីភូមិមួយរយៈសិនអញ្ចឹងខ្ញុំក៏បានជូនពុកម៉ែខ្ញុំទៅជំរំដែលគេសម្រាប់ភេសផងដែរពេលទៅដល់ទីនោះក៏ទៅស្នាក់នៅនឹងផ្ទះបងប្អូនខ្សែសាច់ឆ្ងាយអំពីម្ដាយរបស់ខ្ញុំផងដែរដោយយើងបានស្គាល់គ្នាអញ្ចឹងទៅនៅពេលទៅបានដល់បានប្រហែលថ្ងៃក៏ស្គាល់លោកពូម្នាក់តែខ្ញុំសូមមិនបញ្ចេញឈ្មោះរបស់គាត់ទេបាទដោយគាត់ជាទាហានជើងចាស់ម្នាក់ប៉ុន្តែដោយសារតែគាត់ឈប់ធ្វើជាទាហានណាមួយគាត់ផឹកច្រើនពេកធ្វើឲ្យគាត់មានសភាពរាងកាយទ្រុឌទ្រោមបន្តិចគ្រាន់តែគាត់មកលេងភ្លាមមកលេងកន្លែងខ្ញុំភ្លាមហ្នឹងគឺឪពុកខ្ញុំក៏បានប្រាប់ខ្ញុំថានោះប្អូនម្នាក់នោះឬក៏ពូម្នាក់នោះគឺជាទាហានជើងចាស់ហើយគាត់គឺជាទាហានដែលមានមន្តវិជ្ជាខ្លាំងផងដែរឪពុករបស់ខ្ញុំនិងពូរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំថាកាលពីសង្គ្រាមគឺពូម្នាក់នោះគាត់បានបាទចាប់ក្របបែកកាន់លេងផ្ទុះនឹងដៃប៉ុន្តែខ្លួនប្រាណនឹងដៃរបស់គាត់គឺពុំមានរបួសធ្ងន់ធ្ងរនោះឡើយគ្រាន់តែរបើកកញ្ចក់តែបន្តិចប៉ុណ្ណោះអញ្ចឹងពេលនោះដែរគាត់ណាឪពុករបស់ខ្ញុំហ្នឹងក៏បានឲ្យខ្ញុំទៅសុំគាត់រៀនគេថាពីតពូម្នាក់នោះផងដែរប៉ុន្តែនៅពេលដែលខ្ញុំទៅសុំរៀនគាត់បាននិយាយថាកាលណារៀនពីគាត់គឺមានដំណំខ្លាំងហើយនឹងតមឲ្យបានកាន់តែខ្លាំងមែនតើអញ្ចឹងគាត់មិនបានបង្រៀនគេថាអ្វីច្រើនដល់ខ្ញុំទេគឺគ្រាន់តែប្រាប់នៅមុនគេថាការពីគ្រាប់ចំនួន3មេមកខ្ញុំតែប៉ុណ្ណោះហេតុថាបើសិនជារៀនជាមួយគាត់គឺដំណំខ្លាំងមែនតើបើគាត់និយាយថាកាលពីគាត់នៅជាទាហានគឺគាត់តែងតែប្រកាន់ខ្ជាប់នៅដំណំជានិច្ចដោយទី1មិនហាមជេរម៉ែទី2ហាមលួចហាមកុហក
ហើយជាពិសេសប្រពន្ធនៅផ្ទះហាមបោសជូតនៅកន្លែងអាសនៈរបស់គាត់អ្វីដែលពិសេសនោះគឺហាមមិនឲ្យជាងណាកាត់សក់របស់គាត់ឡើយគឺសក់ត្រូវតែកាត់ដោយខ្លួនឯងដោយឃើញបែបនោះគាត់ក៏ពុំបានបង្រៀនអ្វីមកខ្ញុំបានច្រើនដែរគ្រាន់តែប្រាប់នៅមុនគេថាការពីក្របប៉ុណ្ណោះព្រោះថាពេលនេះគឺជាពេលសង្គ្រាមអញ្ចឹងខ្ញុំក៏ចេះចាំមុនគេថានេះបានចំនួន3មេប៉ុន្តែថ្ងៃនេះផងដែរខ្ញុំបានក៏សូមលើកនៅមុនគេថាមួយមេយកមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសក៏ដូចជាបងដែលនៅខាងជួរមុខជាដើមបាទឥឡូវខ្ញុំបានក៏សូមបាទសូត្រនៅគេថានោះដែលមានចំណងជើងថាគេថាហ្នឹងគឺប្រើសម្រាប់ការពីក្របជាពិសេសនៅពេលដែលមានសត្រូវមកភ្ជង់បំរុងនឹងបាញ់យើងគឺយើងអាចសូត្រវាហើយគឺធ្វើឲ្យក្នុងកំភ្លើងសត្រូវនោះគឺបាញ់មិនចេញហើយយើងអាចប្រាស់ខ្លួនរត់គេចទៅតាមនោះផងដែរអញ្ចឹងគេថានោះគឺខ្លីទេពុកម៉ែបងប្អូនងាយចាំជាពិសេសបងកងទ័ពគឺអាចសូត្រនៅពេលមានអាសន្នបានប៉ុន្តែមុននឹងយើងចាប់ផ្ដើមសូត្រគឺពុកម៉ែបងប្អូនត្រូវសូត្រនមោ3ចប់សិនហើយចាំយើងសូត្រថាឧអស្លកៃបាទឥឡូវខ្ញុំសូត្រម្ដងទៀតឧអស្លកៃបាទកាលណាគេបំរុងមកភ្ជង់បាញ់យើងគឺយើងសូត្របែបនោះគាត់ថាគឺគេបាញ់មិនចេញនោះទេឬក៏បងអកៃកំភ្លើងរបស់គេធ្វើឲ្យគេកៃមិនចេញហើយយើងក៏មានឱកាសក្នុងការតបតឬក៏រត់គេចជាដើមបាទអញ្ចឹងចំពោះដំណំដូចខ្ញុំបាននិយាយអញ្ចឹងដំណំទី1គឺបាទហាមលួចហាមហូបសាច់ឆ្កែហាមជាពុកម្ដាយប្រពន្ធប្តីបាទហាមកុហកប៉ុន្តែក្នុងការហាមលួចគឺមានប្រការមួយដែលយើងអាចយកបានគឺប្រសិនបើយើងដើរជួបបាទរបស់អ្វីមួយនៅក្នុងចំការណាមួយប៉ុន្តែពុំឃើញម្ចាស់យើងដាច់ខាតហាមលួចប៉ុន្តែយើងត្រូវស្រែកសុំឲ្យលឺទៅដល់អ្នកម្ចាស់ចការទោះគេមិននៅក៏ដោយនោះមានន័យថាយើងបានសុំគេហើយគឺអរុគរៈអ្នកតាឬក៏អ្វីទាំងឡាយទាំងពួងដែលនៅថែរក្សាទីនោះគេបានដឹងបានឮផងដែរអញ្ចឹងពេលនោះយើងអាចយកបានរបស់នោះហើយបាទបន្ទាប់ពីបានស្ដាប់និងទស្សនាសូមពុកម៉ែបងប្អូនជួយចុច Subscribe ដល់ខ្ញុំបាទផងដែរដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូហើយនៅក្នុងវីដេអូក្រោយខ្ញុំបាទនឹងប្រាប់នៅមុនគេថាការពារក្របមួយមេទៀតគឺគេថាការពារក្របមិនឲ្យផ្ទុះបាទអញ្ចឹងសូមគោរពនិងជម្រាបលា